សូមជូនរឿងធ្វើល្អរមែងទទួលផលល្អកាលពីព្រេងនាយមានបងប្អូន2នាក់ពួកគេជាក្មេងកំព្រាទាំង2នាក់បងប្អូននេះស្រឡាញ់គ្នាខ្លាំងណាស់ហើយថែមទាំងមានចិត្តល្អចំពោះគេឯងថែមទៀតផងជារៀងរាល់ថ្ងៃពួកគេប្រកបរបរដាំដំណាំនៅក្បែរមាត់ទឹកមួយកន្លែងបងប្រុសថ្ងៃនេះអូនអត់ស្រួលខ្លួនទេបងទៅមើលថែដំណាំយើងតែម្នាក់ឯងចុះអូនទៅអត់រួចទេមិនអីទេប្អូនប្រុសបើប្អូនមិនស្រួលខ្លួនប្អូនសម្រាកសិនចុះបងអាចទៅម្នាក់ឯងបានបាទបងតែបងឆាប់ត្រឡប់មកវិញណាចឹងបងចេញទៅហើយណាអូនរិទ្ធីដែលជាបងប្រុសបានចេញដំណើរទៅមើលថែដំណាំរបស់គេនៅមាត់ទឹកក្បែរជើងភ្នំមិនយូរប៉ុន្មានគេបានទៅដល់មិនដឹងថាប្អូនប្រុសខ្ញុំយ៉ាងណាហើយទេមិនបានទេខ្ញុំនឹងប្រញាប់ទៅវិញព្រោះគេនៅតែម្នាក់ឯងផងនិយាយហើយរិទ្ធីបានចេញដំណើរមកផ្ទះវិញនៅតាមផ្លូវគេបានជួបនឹងតាចាស់ម្នាក់ដួលនៅនឹងគល់ឈើធំមួយលោកតាលោកតាកើតអ្វីហេតុអ្វីបានជាលោកតាមកដេកដួលនៅបែបនេះចៅអើយតារស់នៅជិតនេះពេលតាដើរកាត់នេះតាក៏ងឹតមុខដួលនៅទីនេះទៅតែចៅអាចជួយតាផងបានទេចៅពិតជាអាចជួយលោកតាបានតោះលោកតាចៅជួយលោកតាទៅផ្ទះរិទ្ធីបានជូនលោកតាម្នាក់នោះទៅផ្ទះរយៈពេលប្រហែល2ម៉ោងក្រោយគេក៏បានទៅដល់ផ្ទះលោកតាម្នាក់នោះនេះជាផ្ទះតាចៅអាចសម្រាកនៅទីនេះសិនបានមិនអីទេលោកតាចៅត្រូវប្រញាប់ទៅមើលប្អូនប្រុសរបស់ចៅគេឈឺនៅឯផ្ទះឯណោះអូតាប្អូនប្រុសរបស់ចៅគេឈឺអ្វីដែរចៅមិនបានដឹងទេលោកតាព្រោះព្រឹកមិញនេះចៅបានចេញទៅមើលថែដំណាំចំណែកប្អូនប្រុសចៅគេនៅផ្ទះមិនអីទេចៅយកមើមឈើនេះទៅវាអាចជួយព្យាបាលជំងឺប្អូនចៅបានតែវាមានប្រសិទ្ធភាពតែម្ដងប៉ុណ្ណោះណាចៅសូមអរគុណលោកតាខ្លាំងណាស់អញ្ចឹងចៅទៅសិនហើយណាលោកតាបាទទៅចុះចៅតាមផ្លូវសូមឲ្យបានសុខណាចៅរិទ្ធីបានធ្វើដំណើរចេញពីផ្ទះលោកតាម្នាក់នោះសម្ដៅទៅផ្ទះរបស់គេកប់ជួននៅតាមផ្លូវគេបានឃើញទន្សាយមួយក្បាលដេកនៅកណ្ដាលផ្លូវណែទន្សាយតូចតើឯងមានរឿងអីបានជាមកដេកនៅតាមផ្លូវបែបនេះកាលពីព្រឹកមិញខ្ញុំបានទៅស៊ីពោតអ្នកភូមិនៅចំការខាងនោះតែកប់ជួនអីគេបានដាក់ថ្នាំសម្លាប់សត្វល្អិតនៅលើពោតនោះពេលនេះខ្ញុំកំពុងពោលពោតនោះហើយសូមលោកមេត្តាជួយខ្ញុំផងបានទេតើខ្ញុំជួយឯងដោយវិធីណាទៅខ្ញុំប្រកាសជាស្លាប់មិនខានបើលោកមិនជួយខ្ញុំណាហើយខ្ញុំមានមើមឈើដែលលោកតាម្នាក់នោះបានឲ្យអញ្ចឹងខ្ញុំនឹងជួយឯងចុះរិទ្ធីបានយកមើមឈើដែលលោកតាចាស់ម្នាក់នោះឲ្យទៅជួយទន្សាយតូចនោះទន្សាយតូចឯងបានជាហើយអញ្ចឹងខ្ញុំគិតលាទៅសិនហើយថ្ងៃក្រោយប្រយ័ត្នផងកុំដើរស៊ីផ្ដេសផ្ដាស់អញ្ចឹងទៀតខ្ញុំអរគុណនឹងលោកណាស់ដែលបានជួយខ្ញុំថ្ងៃក្រោយបើលោកមានបញ្ហាខ្ញុំនឹងជួយលោកវិញមិនខានមិនអីទេបានហើយខ្ញុំទៅសិនហើយនៅពេលរិទ្ធីមកដល់ផ្ទះគេបានឃើញប្អូនប្រុសរបស់គេដេកដួលសន្លប់នៅមុខផ្ទះប្អូនប្រុសតើឯងយ៉ាងម៉េចទៅហើយប្អូនប្រុសរិទ្ធីមិនបានដឹងខ្លួននោះទេខណៈពេលនោះរិទ្ធីផិតភ័យយ៉ាងខ្លាំងគេមិនដឹងធ្វើបែបណាឡើយប្អូនប្រុសខ្ញុំគេសន្លប់ឆឹងបែបហ្នឹងតើឲ្យខ្ញុំគួរធ្វើបែបណាទៅណែលោកយកស្លឹកឈើនេះទៅដាំទឹកឲ្យប្អូនប្រុសលោកផឹកចុះគេនឹងដឹងខ្លួនមិនខានពិតឬទន្សាយតូចខ្ញុំអត់និយាយលេងទេលោកយកវាទៅភ្លាមទៅមិនបង្អង់យូររិទ្ធីបានយកស្លឹកឈើនោះទៅដាំទឹកឲ្យប្អូនប្រុសរបស់គេផឹកប៉ុន្មានម៉ោងក្រោយប្អូនរបស់គេក៏បានដឹងខ្លួនខ្ញុំពិតជាអរគុណឯងណាស់ទន្សាយតូចមិនអីទេអញ្ចឹងខ្ញុំគិតលាលោកទៅសិនហើយណានិយាយហើយទន្សាយបានចាក់ចេញទៅចាប់តាំងពីពេលនោះមករិទ្ធីហើយនឹងប្អូនរបស់គេរស់នៅយ៉ាងសុខសាន្តហើយគេនៅតែបន្តជួយដល់អ្នកជិតខាងរបស់គេរហូតទៅ